ហ្នឹងស្អែកខ្ញុំមកទៀតស្អែកតែខ្ញុំកាត់ចំផាក់ពីនេះណាអរគុណច្រើនម៉ាក់ណាម៉ាក់នឹងសាក់សៃពូយើងនេះគាត់3នាក់មកតាំងព្រៃទាមកនេះ3នាក់សាក់កឋិនសាក់សៃ3នាក់កាត់ខ្លួនឯងទៅអស់កុំឲ្យខ្ញុំកាត់ឲ្យអាក្រក់មើលអរគុណច្រើនតាមខ្លួនមួយបងស្គាល់ចិត្តស្គាល់ថ្លៃមួយនេះចេះតែធ្វើអញ្ចឹងទៀតបងឯងធ្វើឲ្យស្អាតតិចមើលឲ្យវាមានផ្លូវឲ្យវាមានច្អូដើរអានេះឆក់ឲ្យបើមានផ្ទះបាញ់ផ្ទះអីងាប់អានេះយល់ទេកុំណាអញ្ចឹងស្អែកកាត់ជាមួយគ្នាទាំងអស់គ្នាហ្មងហើយលឺអរគុណច្រើនអាធ្វើយុវជនឲ្យវាល្អមួយបាទអូនធ្វើយុវជនឲ្យវាក្លាហានតិចមើលនេះងាយនេះឆេះងាយនេះឆក់អញ្ចឹងបណ្ដាមកពីអានេះឆក់ឆេះទី1ឆេះទី2ឆក់ទី3ផ្ទះបាញ់អរគុណច្រើនហើយបានជាប្រវត្តិអាជីវករលោកចូលរួមអានច្រើនចូលរួមអានច្រើនហើយយើងជួយចលនារូបចេញអស់ទៅអស់នេះកម្មករចេញមកទៅហែកឋិននេះហើយយើងទៅពុទ្ធដល់កម្មករអ្នកពីបងប្អូនគ្នាធ្វើម៉ូតូមើលកម្មករចេញមកមានផ្លូវដែរហើយបើយើងមិនមើលមានផ្លូវណាដែរបើចង់បានទីក្រុងស៊ីវិល័យគឺថាយើងខំទាំងអស់គ្នាទីក្រុងស៊ីវិល័យទីក្រុងទំនើបដល់យើងខំទាំងអស់គ្នារៀនមិនទីម្ដងធ្វើទៅមានអីធ្វើកើតជាបរិបទលោកចូលរួមឲ្យបំណងរបស់រាជរដ្ឋាភិបាលបំណងរបស់ឯកឧត្តមគូសេលោកចង់បានអញ្ចឹងលោកអភិបាលខណ្ឌខ្ញុំលោកធ្វើសម្ដីជុំកណ្ដឹងចង់បានអញ្ចឹងចូលរួមទាំងអស់គ្នាជាបរិបទចូលរួមបានទីក្រុងរបស់យើងស្អាតកុំចាំមើលគ្នាធ្វើអាមួយអត់អាមួយក្នុងធ្វើដៅពុកដល់trongពុកមើលតាមមកយើងចេញមកច្រើនណាស់ម៉ោង6គាត់ចេញមកច្រើនព្រោះអានេះចឹងដែរធ្វើទៅបាក់មួយខ្សែបកូនខ្សែភ្លើងអ្នកម្នាក់ទៅតែនិយាយធំទុកខ្សែភ្លើងរួចអស់ទៅវាអត់ដល់ម៉ោង1ទុកខ្សែភ្លើងរួចអស់ឥឡូវយើងមើលអស់ព្រឺហ្នឹងគេអស់ទុកអាផ្លូវនេះឲ្យបងប្អូនដើរលើក្នុងហ្នឹងឲ្យមានចៅអរគុណក្រោយពីសេចក្តីជូនដំណឹងរបស់ឯកឧត្តមលោកអភិបាលខណ្ឌពោធិ៍សែនជ័យខ្ញុំឃើញអ្នកស្រុកយើងហើប៉ុន្តែហើមានអត់ទាន់បាននេះទេពេលដល់ពួកខ្ញុំមកដល់បានចាប់ផ្ដើមហើអាហ្នឹងទី1ទី2ចង់ឲ្យស្រុកយើងវាស្អាតឲ្យទៅជាហៅថាស្រុកស៊ីវិល័យអញ្ចឹងយើងមកដល់កន្លែងណាក៏ស្អាតដែរមតិដឹកនាំរបស់ឯកឧត្តមឃុំសេងលោកចង់បានឲ្យរាជធានីភ្នំពេញស្អាតគ្រប់កន្លែងមិនមែនស្អាតដុំទេស្អាតនៅមាត់ទន្លេអីកន្លែងដើរស្មៅជើងឲ្យស្អាតនៅកន្លែងទាំងអស់ពិសេសពោធិ៍សែនជ័យខ្ញុំហ្នឹងនៅតំបន់កន្លែងនេះខ្ញុំនឹងរៀបចំឲ្យឈប់ឲ្យលឺពាក្យថាចាក់ឈូកព្រៃទាវិកខិចខ្ញុំឈប់ឲ្យអញ្ចឹងខ្ញុំខំរួមគ្នាទាំងអស់គ្នាចង់បានរាជធានីភ្នំពេញនេះល្អត្រូវចូលរួមទាំងអស់គ្នាបងប្អូនទាំងអស់មិនមែនខំតាប៉ាងលីដាមិនមែនអាដាមខួងសេងមួយម៉ាត់មិនមែនលោកអភិបាលខណ្ឌសក់កញ្ញរិទ្ធខំហើយការងារនឹងជោគជ័យអត់ទេអាស្រ័យនៅលើប្រជាពលរដ្ឋយើងដើម្បីឲ្យប្រទេសយើងឲ្យវាស៊ីវិល័យគេកខិចទៅកន្លែងណាកខិចទៅណាកន្លែងណាកខិចទៅអួតអីគេទៅអួតអីចេញអញ្ចឹងលុះត្រាអ្នកទាំងអស់គ្នានឹងយើងចូលរួមលុះត្រាយើងទាំងអស់គ្នានឹងចូលរួមដល់ចូលរួមមិនស្អាតបើអត់ចូលរួមអត់ស្អាតទេឥឡូវថ្ងៃនេះខ្ញុំលៀនក្រុមហ៊ុនមីសូដាមកជួយលាងផងហើយអ្នកបោសអ្នកអីមកទាំងអស់ហ่ะអញ្ចឹងយើងថ្ងៃនេះយើងសប្បាយចិត្តឲ្យអ្នកភ័យទាសប្បាយចិត្តថាឥឡូវយើងស្អាតហើយកុំលឺតែភ័យទាមួយស្លុតសិតតែសម្រាប់ឥឡូវអត់ទេយើងលាងឲ្យស្អាតទាំងអស់គ្នាយើងចង់បានឲ្យពេញកន្លែងណាក៏ស្អាតកន្លែងណាស្អាតឲ្យទៅស៊ីវិល័យគេមើលគេហៅថាទីក្រុងស៊ីវិល័យទីក្រុងស្អាតឲ្យបានទីក្រុងស្អាតរបស់យើងម្ដងស៊ីវិល័យទៅឲ្យស្អាតព្រោះខ្ញុំទៅលេងអានេះមិនស្អាតទៀតអត់ទុកទេអញ្ចឹងអានេះយើងទៅឲ្យវាមានច្អូអានេះឲ្យមានច្អូទឹកព្រោះតែដាក់អញ្ចឹងវាជាទឹកឯងប៉ណ្ណឹងឡើងម៉ូតូរួចឯងឡើងឡានរួចឯងមិនបាច់ចាំដាក់អីច្អូអស់ហ្នឹងត្រូវយកវាយចេញបាទព្រោះចង់បានឲ្យស្អាតអញ្ចឹងបាទឲ្យស្អាតកាលណាស្អាតទៅគេហៅថាទីក្រុងស៊ីវិល័យតែស្អាតគេហៅថាទីក្រុងស៊ីវិល័យព្រោះតែយើងអត់ស្អាតងាកកខិចទៅនិយាយមួយពីណាយីអូនក៏ចូលដែរអាហ្នឹងតែទីក្រុងស្អាតរកស៊ីក៏មានបានសុខភាពមាំមួនពិសេសរឿងសុខភាព
nhá lấy màn tinh tiết thì mới cam co máu play vậy đờ liêng rồi sao tao kia không mới sao tao kia tiền với ông miên này cái hành trai anh ấy cái hành trai này thế sao thế vì ông miên chắc mua tiếp anh ở trong bàn chắc ạ bóng giấy trong bàn này chẳng ạ vài khi ấy vì mà chung nâng mà đo mà chung nâng vài khi ông miên đấy tay khán nó vì khán nó tới bay buồn đo một xá miên bay buồn mua tiếp chẳng kê khó là mưa cứ kê khó là cái lấy mưa cái tháo tiền nó thử cái bật mưa nó bài khi mà chua nó bài khi xa tao trong bàn chắc ạ ôi miên xây tao thế bài mưa thế khi vì nó tới xa đấy bài khi đó là với bài do nó cơ cho men kia mình oi lụa tê lụa còn tay miền bao bỏ vì mong bay mong buôn cứ mong cam co chén dừng lụa từ cái oi lụa ta với dừng bóp lái lên thì phụp cái đa nó bóp lái là gỡ cái đa nó na thọ mà